បាទតតមណប់បាទថាមិនផុសទេពុកម៉ែបងប្អូនប៉ុន្តែស្ដាយទស្សនភាពបាទស្ដាយទស្សនភាពមែនទែនអញ្ចឹងទៅបានប្រម៉ែប្រមូលវីដេអូដែលបានថតបាទយកមកកាត់តទុកជាគម្រោងអនុស្សាវរីយ៍បាទកាលពីថ្ងៃទីបាទទី3ទី4ទេពុកម៉ែបងប្អូនខែបាទវិច្ឆិកាយើងនេះបាទឆ្នាំ2025បាទបានជាចង់ចែកជូននេះគឺដោយសារតែបាទឃើញនៅទស្សនភាពបាទដែលល្អស្អាតតាមដងផ្លូវនៅលបឿនលឿនបាទទៅកាន់ខេត្តកោះកុងហើយក៏ដូចជាបាទផ្លូវចេញពីកោះកុងមកវាលវែងពោធិ៍សាត់បាទទស្សនភាពដងផ្លូវនៅស្រុកខ្មែរយើងពិតជាស្អាតមែនទែនពុកម៉ែបងប្អូនបាទគឺអមទៅដោយបាទគេហៅថាព្រៃព្រឹក្សាបាទដងភ្នំបាទជាមួយនឹងបាទទឹកជ្រោះបាទសំឡេងបាសាបាសីបាទយំត្រហឹងបាទអើងកងបាទតាមផ្លូវជាពិសេសនោះផ្លូវពីបាទកោះកុងទៅវាលវែងបាទគឺមានការមានព្រៃមានភ្នំច្រើនពុកម៉ែបងប្អូនបាទមានសំឡេងសត្វយំបាទហើយនេះគឺជាទស្សនភាពដងផ្លូវបាទចេញពីស្រែអំបិលបាទទៅកាន់បាទកោះកុងបាទគឺខ្ញុំអត់បានថតបាទវីដេអូពេញទេពុកម៉ែបងប្អូនកាត់ចោះទៅតាមផ្លូវដែលបានថតចែកជូនបាទអំពីទេសភាពបាទហើយនិយាយទៅផ្លូវគឺស្អាតពុកម៉ែបងប្អូនបាទជិះស្រួលប៉ុន្តែសូមពុកម៉ែបងប្អូនដែលធ្វើដំណើរបាទធ្វើការបើកបរបាទទៅកាន់បាទខេត្តកោះកុងឬក៏ពីកោះកុងទៅវាលវែងពុកម៉ែបងប្អូនសូមធ្វើការប្រុងប្រយ័ត្នទាំងអស់គ្នាបាទទោះបីផ្លូវជាតិយើងបាទមានការរៀបចំល្អស្អាតបាទយើងគួរតែនាំគ្នាគោរពបាទស្លាកសញ្ញាចរាចរណ៍ពីព្រោះអីបាទផ្លូវទៅពីបាទភ្នំពេញបាទរត់តាមលបឿនលឿនទៅកោះកុងបាទគឺវាលក្ខណៈផ្លូវ highway ក៏ថាបានហើយផ្លូវគឺរៀបចំស្អាតប៉ុន្តែវាមានការកោងបាទឡើងចំណោតចុះចំណោតដូចពុកម៉ែបងប្អូនបានឃើញបាទនៅក្នុងវីដេអូនេះបាទគឺស្លាកសញ្ញាគឺបានបំពាក់ហើយណាពុកម៉ែបងប្អូនបាទតាំងពីឡើងចំណោតផ្លូវកោងផ្លូវបាទទង់បាទគឺគេមានការប្រាប់អញ្ចឹងពុកម៉ែបងប្អូនអ្វីដែលយើងត្រូវប្រុងប្រយ័ត្ននោះគឺយើងមើលទៅតាមស្លាកសញ្ញាបាទការពារនៅហានិភ័យគ្រោះថ្នាក់ណាមួយបាទកើតឡើងដែលយើងមិនអាចមើលឃើញពីព្រោះអីផ្លូវចុះចំណោតបងប្អូនកាលណាយើងវ៉ាប៉ះចំផ្លូវកោងវ៉ាក់បាទមានឡានមកពីមុខគឺវ៉ាក់ហើយពីព្រោះយើងអត់អាចមើលឃើញពីចម្ងាយបានទេដោយសារផ្លូវកោងបាទអញ្ចឹងការបើកបរយើងគួរតែគោរពបាទប្រកាន់ស្ដាំទាំងអស់គ្នាបាទដាក់បើកតាមរបៀបកំណត់ដែលមានការដាក់បង្ហាញនៅតាមបាទស្លាកសញ្ញាចរាចរណ៍បាទអញ្ចឹងទេសភាពពិតជាស្អាតមែនទែនធ្វើឲ្យអារម្មណ៍យើងស្រស់ស្រាយពុកម៉ែបងប្អូនបាទស្រស់ស្រាយហើយសូមអធិស្ឋានដែរដោយសារការបញ្ចូលសំឡេងរបស់ខ្ញុំបាទនេះមិនជាអ្នក professional ទៅលើ content creator អីទេពុកម៉ែបងប្អូនគ្រាន់តែចង់បង្ហាញទី1គឺទស្សនភាពបាទនៅតាមដងផ្លូវបាទពីភ្នំពេញទៅកោះកុងបាទនិងពីកោះកុងទៅវាលវែងដែលក្នុងនោះគឺចង់បង្ហាញបញ្ជាក់និងប្រាប់ពុកម៉ែបងប្អូនអំពីទស្សនភាពតាមដងផ្លូវនឹងឯងក៏ដូចជាបាទផ្លូវគឺល្អស្អាតពុកម៉ែបងប្អូនអាចប្រើប្រាស់យានយន្តបាទគ្រប់ប្រភេទបាទធ្វើដំណើរទៅមិនថាព្រុសមិនថាគៀម៉ូនីងទេពុកម៉ែបងប្អូនបាទឡានទៀបក៏ទៅបានដែរឥឡូវនេះបាទដោយសារផ្លូវយើងស្អាតអស់ហើយពុកម៉ែបងប្អូនបាទគ្រាន់តែពុកម៉ែបងប្អូនចេះប្រុងប្រយ័ត្នបាទទៅលើការគោរពការបើកបរច្បាប់ចរាចរណ៍ទាំងអស់គ្នាបាទកុំឲ្យមានបញ្ហាហានិភ័យណាមួយកើតឡើងដោយសារតែផ្លូវគឺវាលក្ខណៈឡើងចំណោតបាទចុះចំណោតបាទមានលក្ខណៈកោងបាទកោងខ្លាំងកោងតិចទៅតាមស្លាកសញ្ញាដែលបាទបានដាក់បង្ហាញជូនឲ្យពុកម៉ែបងប្អូនប្រុងប្រយ័ត្នហើយនេះបាទមកដល់ខេត្តកោះកុងហើយខ្ញុំស្រឡាញ់កោះកុងដែលជាខេត្តមួយរបស់ប្រទេសកម្ពុជា
ដែលមានការរៀបចំរចនាសម្ព័ន្ធល្អស្អាតមែនទែនពុកម៉ែបងប្អូនក្នុងឆ្នាំ2025នេះបាទគឺមានការអភិវឌ្ឍច្រើនទៅលើហេដ្ឋារចនាសម្ព័ន្ធបាទទាំងផ្លូវទាំងសំណង់ហើយប្រជាជនមើលទៅបាទមានជីវភាពបាទធូរស្រាលសមរម្យបាទនៅក្នុងខេត្តបាទអញ្ចឹងបាទការធ្វើដំណើរកំសាន្តទៅខេត្តកោះកុងនេះពុកម៉ែបងប្អូនបាទយើងគួរតែបាទចូលរួមបាទនឹងបាទធ្វើដំណើរទៅលេងទាំងអស់គ្នាឲ្យបានគ្រប់គ្នាដោយសារផ្លូវយើងស្អាតហើយពុកម៉ែបងប្អូនហើយក៏យើងអាចគ្រប់គ្រងវិស័យទេសចរក្នុងស្រុកយើងដែរណាដោយសារខេត្តកោះកុងបាទគឺទាំងកន្លែងដើរលេងទាំងកន្លែងស្នាក់នៅទាំងការហូបចុកតម្លៃសមរម្យមែនតែនបញ្ជាក់ជូននេះខ្លឹមបាទគឺចំណាយតិចមែនតែនពុកម៉ែបងប្អូនបាទហើយពុកម៉ែបងប្អូនបាទចង់ទៅលេងទឹកជ្រោះក៏បានចង់ទៅលេងសមុទ្រក៏បានស្ទូចត្រីបាទហើយកន្លែងស្នាក់នៅកន្លែងល្អស្អាតស្ងប់ស្ងាត់ល្អណាស់ជាពិសេសនៅកន្លែងរីសតដែលខ្ញុំបានស្នាក់នៅបាទគឺតម្លៃសមរម្យបាទសេវាល្អស្ងប់ស្ងាត់បាទអញ្ចឹងបាទពុកម៉ែបងប្អូនមកមើលនេះទស្សនភាពបាទនេះនៅក្នុងខេត្តតែម្ដងពុកម៉ែបងប្អូនបាទទីរួមខេត្តតែម្ដងបាទអញ្ចឹងយើងកំពុងតែធ្វើដំណើរទៅកន្លែងរីសតតែរីសតយើងបាទជាមានទេសភាពល្អស្អាតបាទនេះជាប្រភេទដៃព្រែកបាទទឹកប្រៃបាទខែនេះទឹកប្រៃពុកម៉ែបងប្អូនហើយសកម្មភាពបាទពុកម៉ែបងប្អូនជាអ្នកនេសាទជីទូកបាទហើយម៉ោងដែលខ្ញុំថតនេះគឺទឹកកំពុងតែជូរបាទជូរឡើងមកពុកម៉ែបងប្អូនអញ្ចឹងនៅសមុទ្រវាមានទឹកជូរទឹកងាចបាទខ្ញុំមិនច្បាស់ដែរនេះការនៅរៀនចាំនិយមន័យអ្វីទៅដែលហៅតែទឹកជូរបាទអ្វីទៅដែលហៅតែទឹកងាចទឹកនាចបាទសុំទោសឲ្យខុសឆ្គងអីសូមប្រកែប្រកាន់ពុកម៉ែបងប្អូនណាកុំប្រកែប្រកាន់ដោយសារមិនសូវជាច្បាស់ហើយក៏ចង់តែចែករំលែកនៅទេសភាពនិងបាទដូចបានបញ្ជាក់ខាងលើអញ្ចឹងបាទពីការធ្វើដំណើរកំសាន្តទៅលេងបាទខេត្តកោះកុងក៏ដូចជាបាទដងផ្លូវបាទទៅកាន់បាទខេត្តបាទពោធិ៍សាត់ដែលធ្វើដំណើរឆ្លងកាត់បាទវាលវែងបាទអញ្ចឹងតិចទៀតយើងនឹងដល់យើងនឹងឃើញពីទស្សនវិជ្ជាខាងផ្លូវទៅវាលវែងបាទនេះមកដល់ហើយពុកម៉ែបងប្អូនបាទគឺផ្លូវស្អាតភ្លឹងតែម្ដងពុកម៉ែបងប្អូនបាទផ្លូវស្អាតភ្លឹងតែម្ដងបាទហើយយើងបើកក្នុងលបឿនមួយដែលគ្រប់ទៅតាមស្លាកសញ្ញាបាទចរាចរណ៍ដែលបាទយើងមានការដាក់តាំងបាទខាងក្រសួងសាធារណការបាទគាត់ដាក់បាទបញ្ចាំងបង្ហាញជូនដល់បាទពុកម៉ែបងប្អូនយើងបើកបរដើម្បីបញ្ជាបាទនៅហានិភ័យណាមួយបាទដោយសារតែផ្លូវបាទវាស្អាតហើយប៉ុន្តែផ្លូវវាឡើងចុះចំណោទអីផ្សេងចឹងទៅណាពុកម៉ែបងប្អូនបាទតិចណាពុកម៉ែបងប្អូនឃើញមេឃអញ្ចឹងទេប៉ុន្តែតិចបាទខាងខ្ញុំទៅហ្នឹងគឺតិចបាទតាមផ្លូវទៅហ្នឹងគឺសឹងតែមិនប្រើម៉ាស៊ីនតិចច្រើនទេពុកម៉ែបងប្អូននៅក្នុងឡានបើកតែមួយកម្មហ្នឹងគឺតិចពេកបាទអត់បានឈប់ទេពុកម៉ែបងប្អូនបាទដោយសារផ្លូវវាបាទ two way បាទ opposite គ្នាអញ្ចឹងហើយផ្លូវយើងរត់គឺយើងអត់ហ៊ានឈប់តាមផ្លូវទេដោយសារតែការពីហានិភ័យដូចខ្ញុំជម្រាបជូនពុកម៉ែបងប្អូនអញ្ចឹងផ្លូវវាកោងណាបាទអញ្ចឹងការធ្វើដំណើរការបោះបោពុកម៉ែបងប្អូនសូមកុំបាទឈប់បាទបើសិនបើមិនមានការចាំបាច់ណាមួយបាទនេះពុកម៉ែបងប្អូនស្អាតណាស់បាទខ្ញុំថតអត់សូវស្អាតទេពុកម៉ែបងប្អូនមិនមែនជាអ្នក professional អីបាទថតមិនសូវស្អាតទេបាទហើយក៏មិនហ៊ានឈប់ថតដែរដោយសារតែដូចខ្ញុំជំរាបអញ្ចឹងដោយសារផ្លូវយើងវាកោងអញ្ចឹងយើងអាចឈប់ផ្ដេសផ្ដាស់បានទេពុកម៉ែបងប្អូនបាទហើយនេះទឹកជ្រោះខ្ញុំអត់ចាំទេមិនដឹងទឹកជ្រោះអីទេពុកម៉ែបងប្អូនបាទប៉ុន្តែស្អាតណាស់បាទហើយបើសិនបើពុកម៉ែបងប្អូនដឹងថាទឹកជ្រោះនេះបាទមានឈ្មោះអីបាទជួយ comment នៅក្នុងវីដេអូខ្ញុំបាទហើយការចែកជូននេះបាទគឺយើងចង់ឲ្យពុកម៉ែបងប្អូនឃើញពីបាទតំបន់បាទដែលមានសក្តានុពលទេសចរបាទជូនដល់ពុកម៉ែបងប្អូនយើងដែលមានបំណងចង់ធ្វើដំណើរទៅលេងខេត្តក្នុងប្រទេសកម្ពុជាយើងបាទអញ្ចឹងមិនថាតែស្រុកក្រៅទេស្រុកយើងក៏មានធនធានធម្មជាតិច្រើនដែរបាទតែ
ទាំងការធ្វើដំណើរផ្លូវថ្នល់អីគឺទូលំទូលាយបាទស្អាតមិនមានការពិបាកដូចសម័យមុនទៀតទេពុកម៉ែបងប្អូនបាទហើយទឹកជ្រោះមកកន្លែងនេះក៏ស្អាតដែរពុកម៉ែបងប្អូនប៉ុន្តែយើងចុះមួយទេដោយសារទឹកហូរខ្លាំងបាទអញ្ចឹងរដូវប្រាំងអាចចុះមួយបានតាមការបញ្ជាក់ពីបាទពុកម៉ែបងប្អូនយើងរស់នៅបាទទីនោះហើយនេះគឺជាទស្សនវិជ្ជាបាទមើលពីលើទៅកន្លែងនេះយើងអាចឈប់ចំណតចតបាទឡានដោយសារវាគេរៀបចំឲ្យមានកន្លែងចតឡានទៅពួកខ្ញុំអាចចុះថតលេងមើលទស្សនវិជ្ជាដ៏ស្រស់ស្អាតពីលើចុះទៅក្រោមកំពូលភ្នំបាទហើយកន្លែងនេះកោងមែនទែនហើយមិនមែនបើកលឿនទេណាពុកម៉ែបងប្អូនលឿននេះគឺសារខ្ញុំដាក់វីដេអូឲ្យលឿនទេបាទដាក់វីដេអូឲ្យលឿនទេដើម្បីកុំឲ្យម៉ោងពេលហ្នឹងវាច្រើនពេកបាទពុកម៉ែបងប្អូនមើលធុញអញ្ចឹងខ្ញុំដាក់លឿនអញ្ចឹងការបើកបរនេះគឺលឿនល្មមសមនឹងបាទស្លាកសញ្ញាដែលបាទគេដាក់ឲ្យយើងបាទរត់នេះស្លាកសញ្ញាគឺមានទាំងអស់គ្រប់ផ្លូវគ្រប់បាទសន្តានផ្លូវបាទគឺយើងមានការបាទរៀបចំបានល្អណាស់បាទគឺការពារនិងបញ្ជានិងបង្ហាញឲ្យពុកម៉ែបងប្អូនយើងគោរពទាំងអស់គ្នាអញ្ចឹងពុកម៉ែបងប្អូនសម្រាប់វីដេអូមួយនេះគឺបាទមានតែប៉ុណ្្នឹងទេហើយបើសិនបើមានការស្គមឆ្គងបាទនឹងមានការកង្វះខាតអ្វីមួយការនិយាយទៅមិនសមរម្យលើសលប់បាទសូមខន្តីអភ័យទោសដោយសារខ្ញុំបាទមិនមែនជា content creator ឬក៏ជាអ្នកថត professional ទេគ្រាន់តែឃើញទេសភាពល្អស្អាតក្នុងពេលដែលខ្ញុំបាននឹងគ្រួសារបាទធ្វើដំណើរទៅលេងខេត្តកោះកុងនិងកោះកុងទៅខាងវាលវែងពោធិ៍សាត់ក៏ឃើញទេសភាពស្អាតក៏ចេះតែថតនិងយកមកផ្គុំកាត់តជាវីដេអូនិងបាទបញ្ចូលសំឡេងបាទតាមអ្វីដែលដឹងនិងចង់បង្ហាញជូនពុកម៉ែបងប្អូនយើងបាទពីតំបន់ទេសភាពបាទនៅក្នុងស្រុកខ្មែរយើងបាទគឺមានច្រើនបាទសម្រាប់ពុកម៉ែបងប្អូនយើងបាទអញ្ចឹងអរគុណសម្រាប់ពុកម៉ែបងប្អូនបាទដែលចូលរួមបាទនឹងតាមដាននិងមើលទៅលើវីដេអូនេះពីដើមដល់ចប់បាទសារជាថ្មីសូមគោរពជូនពរដល់បងប្អូនបាទពុកម៉ែបងប្អូនបាទមានតែសេចក្តីសុខបាទសុខសុវត្ថិភាពបាទធ្វើដំណើរទៅទីកាន់កន្លែងផ្សេងៗប្រកបដោយសុវត្ថិភាពទាំងអស់គ្នាបាទអរគុណនិងសូមជម្រាបលា